បាទជំរាបសួរបងប្អូនអ្នកគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងជាមួយរថយន្តដោយសារតែយើងដឹងហើយសប្តាហ៍ថ្ងៃនេះគឺការប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជាគឺមានការកើនឡើងខ្លាំងហើយអឺគ្រប់ក្រុមហ៊ុនរថយន្តទាំងអស់គឺមានការប្រកួតប្រជែងខ្លាំងថ្មីនេះខ្ញុំឃើញមានក្រុមហ៊ុនមួយដែលមានការបញ្ចុះតម្លៃរថយន្តថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើងគឺក្រុមហ៊ុន Chevrolet Cambodia ហើយខ្ញុំឃើញមាន model មួយដែលខ្ញុំគិតថាស្អាតហើយនឹងមើលទៅ cute ហើយជាការចាប់អារម្មណ៍អញ្ចឹងខ្ញុំនឹងបង្ហាញអំពីលក្ខណៈសម្បត្តិខ្លះអំពីរថយន្តនេះអញ្ចឹងជាដំបូងយើងកលេចទៅមើលផ្នែកខាងរូបរាងយើងមើលទៅលើរូបរាងនិង interior របស់រថយន្តនេះទាំងអស់គ្នាតោះអញ្ចឹងកុំឲ្យខាត់ពេកតោះអញ្ចឹងសម្រាប់រូបរាងរថយន្តនេះយើងមើលទៅគឺមានភាពស្រស់ស្អាត cute បានន័យថាវាស្អាតបើជាគំនិតយោបល់ខ្ញុំហើយខាងក្រោយយើងមើលទៅក៏មានភាពសមរម្យមើលទៅទាក់ទាញសម្រាប់ពណ៌យើងឃើញថាវាមានច្រើនពណ៌ដែរសម្រាប់ការជ្រើសរើសអញ្ចឹងនៅក្នុងរថយន្តនេះបើយើងមើលទៅ concept ប្រភេទរថយន្តប្រភេទនេះគេហៅប្រភេទរថយន្តដែលប្រើប្រាស់សម្រាប់ទីក្រុងតែមិនមែនថាมันអាចជិះទៅឆ្ងាយបានទេជិះបានដូចគ្នាតែគ្រាន់ថាវាប្រើប្រាស់ត្រូវជាមួយនឹងបរិបទទីក្រុងជាងអញ្ចឹងនៅក្នុងរថយន្តនេះគឺជារថយន្តប្រភេទអគ្គិសនីអញ្ចឹងវាជួយដល់ការសំចៃរបស់យើងបានច្រើននៅក្នុងការប្រើប្រាស់ហើយក្រុមហ៊ុនខ្ញុំទៅឃើញក្រុមហ៊ុនបញ្ចុះតម្លៃដែរហើយនៅក្នុងpage របស់ផ្លូវការរបស់ក្រុមហ៊ុនគឺ Chevrolet Cambodia យើងឃើញមានការបញ្ចុះតម្លៃអញ្ចឹងបងប្អូនបើសិនជាមានតម្រូវការរថយន្តហើយអាចឃើញថាវាស្រស់ស្អាតបងប្អូនអាចតាក់ទងទៅបានបើសិនជាមានចំណាប់អារម្មណ៍ក្នុងការទិញ